នេះចំណែកបងប្អូនហើយស្អាតយ៉ាងមហាត់បដាស្ងល់ដែរឥឡូវកាលពីប្រហែលខែមុនវាយបានម្ដងស្មើអាទិត្យនេះគាត់វាយនៅខាងទូតកមកប្រកួតទៀតហើយមួយដៃគូហើយរៀនបដាហាត់បដាថ្ងៃហ្នឹងចុះការវាយលើកទី1ហ្នឹងមិនបើនិយាយអំពីការប៉ះទង្គិចអីចំបែកមុខពោមុខអីមិនដែរមានកាប់ប៉ះខ្លាំងហ៎ខ្លាំងព្រោះមុខនេះបើសំទៅប៉ះទៅដល់តែឃើញនៅស្នាមមុខអត់អីគ្រាន់ថាពេលហ្នឹងចូលផែងទៅទៀមនិយាយអត់កើតពីអាទិត្យហើយក៏ផ្លូវវិញវាជាប់ចង់ពីអាទិត្យដែរប៉ុន្តែអាចដើរកើតហាត់បានមកយើងសាច់សសាច់អញ្ចឹងឆាប់ងាយជាប់ណាចុះឪពុកម្ដាយមិនដែរឥឡូវមើលចំណែកបងប្អូនមើលក៏បើថារូបរាងគាត់មិនសមជាអ្នកហាត់ក្បាច់គុណនៅវាយតតធាក់នេះអញ្ចឹងណាឪពុកម្ដាយគាត់មិនដែរទៅឃើញអញ្ចឹងការហាត់ដំបងគាត់អត់ឲ្យហាត់ទេតែដល់ពេលយូរទៅគាត់ឃើញយើងថាមិនស្ដាប់ហើយក៏គាត់ឲ្យមកឲ្យហាត់ឲ្យអីទៅហើយពេលវាយហ្នឹងក៏គាត់រៀងភ័យដែរតែយ៉ាងម៉េចកូនបានឡើងវាយឯងតែគាត់ក៏សប្បាយចិត្តហើយសប្តាហ៍នេះចំណែកបងប្អូនគាត់ក្រៅពីហាត់គុណខ្មែរយើងរៀននៅមហាវិទ្យាល័យចិត្តចូលឆ្នាំទី2ហើយជំនាញកណន័យបកកាយគិតលុយណាអូខេមកជូនពរជោគជ័យណាអាទិត្យហ្នឹងថ្ងៃសៅរ៍គាត់វាយបងប្អូនណានៅខាងវាអាក់ទីវបាទចឹងមិនថាបាទបងសម្រស់ក៏មានក្បាច់គុណក៏ចេះការសិក្សាក៏បាទខ្ពង់ខ្ពស់មានទាំងព្រមតែម្ដងបាទអីយគូស្នូប្រយ័ត្នធាត់គូស្នូចំណែកគាត់វាយនៅទូតកបងប្អូនបាទជាថ្ងៃមកថ្ងៃអាទិត្យអាស្អែទៅបាប់សើមែននោះដាក់ដាមកគ្រូណៃដាក់ដាមកអូចំណែកគាត់សម្រាប់ពីការសិក្សាគាត់មកហាត់ណាគាត់ស្រឡាញ់គុណខ្មែរហើយបាទចំណែកសប្តាហ៍ថ្ងៃដូចជារៀនមហាវិទ្យាល័យដែរបងប្អូនមើលមហាវិទ្យាល័យបដាហាត់គុណខ្មែរបដាហើយនិយាយពីរូបឆោមប្រឡំពោគាត់ហ្នឹងក៏មានសម្រស់ស្រស់ស្អាតទៀតទាំងព្រមតែម្ដង